គុយ100អាំពែតើជ្រើសរើស controller ប្រមាណអាំពែដើម្បីស័ក្តិសមជាមួយនឹងអាគុយរបស់យើងបាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះសូមធ្វើការបង្ហាញជូនពុកម៉ែបងប្អូនពីរបៀបជ្រើសរើស controller ឲ្យស័ក្តិសមជាមួយនឹងអាគុយពុកម៉ែបងប្អូនវាជាគន្លឹះងាយៗក្នុងការប្រើប្រាស់ដោយការណែនាំនេះគឺយើងយកចេញពីការណែនាំពីរោងចក្រពីកាត់ប្លុកទេឯសំណួរខ្ញុំបែងចែកចម្លងខ្ញុំបែងចែកជាពីរគឺទី1ស្តង់ដាររបស់រោងចក្រទី2ការប្រើប្រាស់ជាក់ស្ដែងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនខ្ញុំសូមជម្រាបជូនថាបើសិនជាយើងផ្អែកលើការប្រើប្រាស់ជាក់ស្ដែងពួកនេះខ្ញុំឃើញគេយកទៅប្រើជាមួយនឹងផ្ទាំង solar 400W 500W អីគេយកទៅប្រើដែរភ្លើងវាចេញ40W ជាងយកមកសារជាមួយអាគុយ 12V ក៏ប៉ុន្តែជាក់ស្ដែងពពួក PWM ទាំងអស់នេះ4 model នេះគឺបើយើងប្រើទៅតាមស្តង់ដាររបស់គេទៅប្រើប្រាស់បានយូរឧបមាថាភ្លើងនេះ controller នេះ60អាំពែភ្លើងចូលខ្ពស់បំផុតបាន50W អញ្ចឹង 50W ហ្នឹងពេលដែលភ្លើងអាគុយកន្លែងនេះ 12V ភ្លើងកន្លែងនេះវាអនុញ្ញាតឲ្យភ្លើងចេញពី solar ទៅតែ23 25V ខ្ពស់បំផុតតែបើសិនជាលើសហ្នឹងក៏វានៅតែដើរដែរក៏ប៉ុន្តែវាឆាប់ខូចអានេះជាចំណុចទី1តែចំណុចទី2ដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងគឺគេយកទៅប្រើជាមួយផ្ទាំងធំដែរអញ្ចឹងណាក៏ប៉ុន្តែវាឆាប់ខូចអានេះដូចគ្នាអញ្ចឹងគឺនៅពេលដែលភ្លើងចូលកន្លែងនេះ 12V អានេះអនុញ្ញាតឲ្យវាចូលបាន 25V 23V នេះខ្ពស់បំផុតហើយប៉ុន្តែដល់ពេលភ្លើងចូល 24V កន្លែងនេះអានេះអាចចូលដល់ 50V បាទបញ្ជាក់ជូនបងប្អូនអញ្ចឹងសម្រាប់ពី model នេះភ្លើងចូលបានតែ 50V ទេហើយសារអាគុយបានតែ 24V ទេដែលឡែកសម្រាប់ពី model នេះគឺភ្លើងចូលបានដល់ទៅ 100V ហើយអាចសារអាគុយបាន 48V អញ្ចឹងចង់បញ្ជាក់ជូនបងប្អូនយើងមើលទៅលើ spec នេះទៅដឹងហើយបាទគឺ spec វាគឺ 48V ហើយភ្លើងចូលបានដល់ទៅ 100V ដូចគ្នាតែដល់ឡែកសម្រាប់ PWM នេះសម្រាប់ MPPT នេះគឺយើងភ្លើងចូលបានដល់ទៅ 160V នៅពេលដែលយើងសាកអាគុយ 48V ប៉ុន្តែសម្រាប់បើយើងសាកអាគុយ 12V ភ្លើងចូលបាន 80V អញ្ចឹងផ្ទាំង solar 710W មួយសន្លឹកស៊ីផុយសាកអាគុយ 12V ណាហើយនេះសាកលឿនទៀតសម្រាប់អានេះភ្លើងចូល 12V អាគុយឡើយនេះគឺ solar វាចូលបានតែ 23 24V 25V ហ្នឹងអស់ហើយអានេះដូចគ្នាដែរអានេះនៅពេលដែលភ្លើងចូលឡើយនេះ 12V នេះចូលបានតែ 23V ទេដោយឡែកសូមបញ្ជាក់ថានេះរៀងទំនើបជាងគេបន្តិចដោយសារតែបើសិនជាភ្លើងលើសគឺចេញ error មកអត់ដើរទេខុសពីអានេះនៅតែដើរចឹងអានេះក៏នៅតែដើរដែរអានេះក៏នៅតែដើរដែរប៉ុន្តែនេះអត់ទេគឺ error អត់ដើរតែម្ដងសម្រាប់ទាំងអស់នេះចង់ចាក់ជូនបងប្អូនអាគុយប្រមាណអាំពែក៏បានដែរដល់សំណួរដល់ចំណុចសំខាន់របស់យើងពាក់ព័ន្ធនឹងអាំពែរបស់អាគុយណាឲ្យតែត្រូវវល់ពី solar វល់អាគុយនេះបងប្អូនយកទៅសាកអាគុយប្រមាណ100អាំពែក៏បានដែរអត់បញ្ហាដែរយក30អាំពែទៅសាកក៏បានដែរគឺសាកបានដូចគ្នាសំខាន់បើសិនជាផ្ទាំង solar តូចឬក៏អាគុយយើងធំអានឹងយើងសាកមិនងាយពេញទេសាក2 3ថ្ងៃអញ្ចឹងទៅអញ្ចឹងអាំពែវាគ្រាន់តែជាកន្លែងដែលសម្រាប់ផ្ទុកអគ្គិសនីទេអ្វីដែលយើងសំខាន់គឺត្រូវលើនៅលើ volt របស់វាថាតើវាអាចទទួល volt បានប្រមាណហើយវាចេញទៅវិញបានប្រមាណអញ្ចឹងចង់បញ្ជាក់ជូនបងប្អូនណាមានអ្នកខ្លះគាត់សួរចម្ងល់ណាថាអាំពែ100អាំពែ50អាំពែ60អាំពែហ្នឹងសំដៅលើអីគេសំដៅលើអាំពែយកទៅសាកអាគុយឬក៏សំដៅទៅលើអីគេអញ្ចឹងបញ្ជាក់ជូនបងប្អូនឡើយនេះច្បាស់សម្រាប់អាំពែនៅលើ controller ដែលគេតែនិយាយ30 60 50 80 100ហ្នឹងគឺជាកម្លាំងសមត្ថភាពរបស់ controller នេះដែលវាអាចឲ្យភ្លើងឆ្លងកាត់ពីកន្លែងនេះចូលមកកន្លែងនេះទៅអាគុយហ្នឹងបានតាមអ្វីដែលមានសរសេរដែលមានប្រាប់នឹងឧទាហរណ៍ថានេះ60អាំពែអញ្ចឹងចរន្តអនុញ្ញាតឲ្យវាចូលពី solar មក60អាំពែក៏ប៉ុន្តែពេលវាចេញទៅវិញអត់បាន60ទេចេញទៅវិញបានអាចត្រឹម30 40ឬក៏50ទៅតាមកាតាឡុកដែលគេសរសេរជាក់ស្ដែងអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងបញ្ជាក់ជូនបងប្អូនបើសិនជាពុកម៉ែបងប្អូនមានលទ្ធភាពគ្រប់គ្រាន់ពុកម៉ែបងប្អូនគួរតែពិចារណាប្រើពពួកនេះទៅពួកនេះសាកលឿនមានកង្ហារត្រជាក់ពេលក្តៅវាបក់ពេលអត់ក្តៅវាបក់ទេហើយវាសាកលឿនហើយតង់ខ្សងចូលបានខ្ពស់រហូតដល់ 160V ហើយសម្រាប់មួយនេះគឺប្រភេទ PWM អានេះក៏មានកង្ហារបក់ដែរនៅពេលក្តៅមិនវាបក់ភ្លើងចូលបានត្រឹម 100V ពេលយើងសាកអាគុយ 48V បើដល់លើហ្នឹងគឺវាដើរទេចេញ error សម្រាប់មួយនេះគឺភ្លើងចូលសាកអាគុយ 48V ភ្លើងចូលបានជិត 100V ដូចគ្នាដែរតែឡែកពេលនេះភ្លើងចូលបានតែ 50V ទេអញ្ចឹងបើពុកម៉ែបងប្អូននិយាយចំណាប់អារម្មណ៍អីអាចធ្វើការតំណាក់តំណងបានបាទហើយមានចម្ងល់អីក៏អាចសួរបានដែរបាទសូមអរគុណ